រំជួយដីកម្រិតធ្ងន់នៅភូមាក៏ក្រើកដល់បង្កក់និងរំញ័រផ្នែកខ្លះនៅកម្ពុជារំជួយដីនៅតំបន់ភាគកណ្ដាលប្រទេសភូមាធ្វើឲ្យរលំអគារមួយចំនួននៅទីក្រុងបាងកកប្រទេសថៃនិងមានរំញ័រផ្នែកខ្លះនៅក្នុងប្រទេសកម្ពុជាដូចជាភ្នំពេញក្រុងប៉ោយប៉ែតនិងខេត្តព្រះសីហនុគ្រោះរំជួយដីកម្រិតខ្ពស់នេះបានកើតឡើងផ្ទួនគ្នាពីរលើកនៅក្នុងប្រទេសភូមាក្នុងកម្រិត 7.7 រិចទ័រម្ដងនិង 6.4 រិចទ័រម្ដងនៅរសៀលថ្ងៃសុក្រទី28ខែមិនិនាឆ្នាំ2025នេះបណ្ដាលឲ្យអគារខ្ពស់នានាយករង្គើនិងធ្វើឲ្យមនុស្សរាប់ពាន់នាក់រត់ភ័យស្លន់ស្លោជាខ្លាំងចេញពីអគារដែលឡែកនៅកណ្ដាលទីក្រុងភ្នំពេញប្រទេសកម្ពុជាវិញក៏មានការផ្អើលថាមានរង្គើអគារខ្ពស់មួយចំនួននៅតំបន់ខណ្ឌ7មករានិងខណ្ឌដូនពេញបុគ្គលិកបម្រើការងារនៅក្នុងអគារបាននាំគ្នារត់ប្រញាយពេញដងផ្លូវដោយខ្លាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងនៅតំបន់ប៉ោយប៉ែតក៏មានការភ្ញាក់ផ្អើលអំពីការប៉ះពាល់ដោយការរំជួយដីនេះដែរប៉ុន្តែនៅមិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់នៅឡើយទេដែលឡែកនៅក្រុងព្រះសីហនុវិញក៏មានប្រជាពលរដ្ឋមួយចំនួនភ្ញាក់ផ្អើលអំពីគ្រោះរំជួយដីនេះដែរទីតាំងធំចំនួន4កន្លែងបានញ័រប្រមាណ5នាទីកាលពីវេលាម៉ោង 2:30 នាទីចំពោះរលកទឹកសមុទ្រវិញក៏មានរលកបោកបក់ខុសពីធម្មតាផងដែរស្ថានភាពនៅកម្ពុជាក៏ត្រឹមម៉ោង 3 រសៀលថ្ងៃនេះនៅមិនទាន់មានទីតាំងណាមួយរងគ្រោះពីគ្រោះរំជួយដីកម្រិតខ្ពស់ដែលមិនធ្លាប់មានស្ថិតនៅតំបន់អាស៊ីនោះទេយោងទៅតាមភ្នាក់ងារភូតគាមសាស្ត្រអាមេរិកនិងមជ្ឈមណ្ឌលភូមិសាស្ត្រ GFZ របស់អាល្លឺម៉ង់បានឲ្យដឹងថាគ្រោះរំជួយដីនេះបានកើតឡើងចំនួន2លើកគឺមានជម្រៅចុះទៅក្នុងដី10គីឡូម៉ែត្រដោយមានចំណុចផ្ដើមនៅភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាចម្ងាយប្រហែល50គីឡូម៉ែត្រភាគខាងកើតទីក្រុងម៉ូនីវ៉ាភ្លាមនោះក៏មិនទាន់មានរបាយការណ៍អំពីការខូចខាតនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយទេប៉ុន្តែបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមមួយចំនួនបានបង្ហាញថាអគារខ្លះបានបាក់រលំគួរឲ្យតក់ស្លុតបំផុតគ្រោះរំជួយដីនេះទៀតសោតគឺធ្វើឲ្យរំជួយដល់ប្រទេសចិនផងដែរ